នបទលើកហ្នឹងយើងនិយាយតាក់ទងទៅនឹងអ្នកលក់ធ្វើម៉េចដើម្បីឲ្យយើងខ្លាចជាអ្នកលក់ម្នាក់ដល់ប៉ាកែខ្ញុំនិយាយហ្នឹងព្រោះខ្ញុំបានជួបច្រើនតាក់ទងអ្នកលក់ខ្ញុំកម្រជួបអ្នកលក់ដែលប៉ាកែដែលមានវិជ្ជាជីវៈតាក់ទងការលក់អញ្ចឹងខ្ញុំក៏លើកប្រធានបទហ្នឹងយកមកនិយាយសង្ឃឹមថាប្រធានបទហ្នឹងអាចលើទៅដល់បងប្អូនដែលប្រព្រឹត្តអាជីពជាអ្នកលក់នៅក្នុងវិស័យអីក៏ដោយអចលនទ្រព្យក៏ដោយឡានក៏ដោយអីក៏ដោយនិយាយចំគឺជាអ្នកលក់ជំហានដំបូងខ្ញុំចង់ប្រាប់ថាបើយើងចង់ខ្លាចជាអ្នកលក់យើងត្រូវដឹងមុនថាតើអ្នកលក់គឺជាអ្វីមានในអាជីពហ្នឹងជាអាជីពបែបណាអ្នកលក់ជាទូទៅមិនមែនជាអ្នកគ្រាន់តែធ្វើថាលក់អីវ៉ាន់ឲ្យដាច់ទេអាកន្លែងដំបូងគឺយើងត្រូវដឹងកន្លែងហ្នឹងបើយើងអត់ដឹងកន្លែងហ្នឹងគឺយើងទៅលក់អត់ជោគជ័យអញ្ចឹងយើងត្រូវដឹងថាអ្វីដែលអ្នកលក់ចាំបាច់បំផុតគឺការដោះស្រាយបញ្ហារបស់ភ្ញៀវតើតើយល់កន្លែងហ្នឹងសិនបានយើងអាចទៅលក់បានឧទាហរណ៍ថាយើងជាអ្នកលក់ឡានអញ្ចឹងយើងត្រូវចេះដោះស្រាយបញ្ហារបស់ភ្ញៀវថាហេតុអីបានភ្ញៀវមកទិញឡានអាហ្នឹងជំហានទី1គឺយើងត្រូវដឹងអញ្ចឹងភ្ញៀវមកទិញឡានដំបូងយើងត្រូវដឹងពីតម្រូវការរបស់ភ្ញៀវមិនមែនថាភ្ញៀវមកពឹបយើងគ្រាន់តែណែនាំឡានរបស់យើងឲ្យភ្ញៀវស្ដាប់ទេអាហ្នឹងវាគ្រាន់តែជាអ្នកលក់មួយកពិសតត្មងហ្នឹងអ្នកលក់ដែលប្រកាយគឺគេត្រូវដឹងថាតើភ្ញៀវមកហ្នឹងគឺអ្វីជាតម្រូវការរបស់គាត់អ្វីជាសេចក្តីចង់បានរបស់គាត់ហ្នឹងអូខេជំហានទី2គឺយើងដោះស្រាយបញ្ហារបស់ភ្ញៀវមានន័យថាពេលខ្លះភ្ញៀវចង់បានហើយតែភ្ញៀវគាត់អត់ទាន់អាចទិញបានទេដោយសារតែគាត់មានបញ្ហាអាចថាលុយគាត់អត់ទាន់គ្រប់អីចឹងទៅឬក៏រឿងអីផ្សេងទៀតដែលយើងមិនដឹងថាគាត់មានបញ្ហាគេអញ្ចឹងយើងត្រូវតែបើកចិត្តក្នុងការស្វែងយល់មួយភ្ញៀវដើម្បីភ្ញៀវទុកចិត្តមួយយើងពេលខ្លះគាត់ចង់ទិញតែគាត់អត់ដឹងថាទិញមិនបានទេដូចខ្ញុំនិយាយចឹងបញ្ហាលុយគាត់អត់គ្រប់អីចឹងទៅអញ្ចឹងបានគេបង្កើតជំរឿនបងមលុះអីចឹងទៅបងមលុះរយៈពេលប៉ុន្មានអីចឹងទៅក្នុងអត្រាថាភ្ញៀវខ្លះគាត់មានលុយដុំតែគាត់អាចមាន cash flow អីចឹងទៅអញ្ចឹងគាត់ត្រូវបងមកអញ្ចឹង sale គឺប្រកែអញ្ចឹងគឺក្នុងការដោះស្រាយអីអញ្ចឹងហួចបើសិនជាពេលខ្លះគាត់ត្រូវការ deposit គាត់អត់តន់គ្រប់អញ្ចឹងយើងត្រូវជួយសម្រួលគាត់របៀបម៉េចបើគាត់ចង់បានខ្លាំងហើយពជាពេលក្នុងការបង់ឲ្យគាត់របៀបម៉េចអាហ្នឹងជាការដោះស្រាយរបៀបអញ្ចឹងអាហ្នឹងបានលក់បានហួចតែពេលអ្នកលក់អត់ចេះយើងគ្រាន់តែភ្ញាក់ប្រាប់ភ្ញៀវរបស់ខ្ញុំចេះចាំតែពេលភ្ញៀវគិតមើលទៅព្រោះគាត់មិនមែនជាអ្នកជំនាញផងភ្ញៀវមួយចំនួនធំហ្មងគឺគាត់អត់មានជំនាញតាក់ទងនឹងហិរញ្ញវត្ថុទេអញ្ចឹងគាត់ក៏អត់ប្រកែគិតថាលុយគាត់ប៉ុណ្ណឹងគាត់ធ្វើមិនទិញបានទេគាត់អត់ដឹងទេតែបើយើងជាអ្នកលក់ដោយប្រកែគឺយើងដឹងថាធ្វើមិនជួយគាត់ក្នុងការទិញបានឥឡូវខ្ញុំឧទាហរណ៍មួយយើងជាអ្នកលក់អចលនទ្រព្យភ្ញៀវគាត់អត់មានលុយទេព្រោះលុយអចលនទ្រព្យមួយ20-30ម៉ឺនដុល្លារពីណាមានលុយទិញទាំងដុំអត់មានទេមិនអញ្ចឹងដល់ពេលយើងណែនាំភ្ញៀវយើងនិយាយអូតម្លៃប៉ុណ្ណេះអីអាគេយើងមានផ្ទះយើងប៉ុណ្ណេះអញ្ចឹងណាដល់ពេលភ្ញៀវពុបស្ដាប់ទៅលុយខ្លួនឯងទុកមានប៉ុន្មានដូចមក2-3ម៉ឺនដុល្លារចុះឬក៏5-6ម៉ឺនដុល្លារចុះតែគាត់មានទំហំ cash flow 5-6ពាន់ដុល្លារអញ្ចឹងមួយខែអញ្ចឹងឧទាហរណ៍ណាដល់ពេលយើងទិញអត់បានទេហ្នឹងតែអញ្ចឹងគាត់មិនដើរចាញ់តែបើយើងឆ្លាតយើងអាចសួរគាត់ថាគាត់ស្រឡាញ់ផ្ទះមួយណាតម្រូវការគាត់អីគេគាត់ចង់ទិញផ្ទះហ្នឹងយកមកបើកអាជីវកម្មទិញមកដើម្បីគ្រាន់តែស្នាក់នៅទិញមកដើម្បីជួលគេជួលឲ្យគេយកចំណូលមកវិញទិញមកដើម្បីផ្ទះនឹងឡើងថ្លៃអីចឹងណាអញ្ចឹងយើងត្រូវយល់មកយើងត្រូវដឹងមកផ្ទះប្រភេទណាដែលរស់នៅស្រួលព្រោះផ្ទះខ្លះទិញមករស់នៅស្រួលតែរស់ស៊ីកើតទេអញ្ចឹងអូម៉ាអ្នកខ្លះទៀតគាត់ចង់រស់ស៊ីយើងនៅមកផ្ទះខ្លះគឺសម្រាប់រស់ស៊ីគឺនៅអត់ស្រួលទេគឺយើងត្រូវបញ្យល់លោកគាត់ឲ្យគាត់យល់ផ្ទះខ្លះទៀតទិញទៅគឺឱកាសឡើងថ្លៃច្រើនផ្ទះខ្លះទៀតគឺអត់សូវឡើងថ្លៃតែជួលបានថ្លៃអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ដូចផ្ទះនឹងខុនដូអញ្ចឹងផ្ទះឱកាសឡើងថ្លៃច្រើនជាងខុនដូតែអត្រានៃការជួលខុនដូជួលបានថ្លៃជាងអញ្ចឹងគេអាហ្នឹងវាសាមញ្ញអញ្ចឹងគឺយើងត្រូវយល់ពីអតិជនតើអតិជនយើងចង់បានជំរើសឲ្យគេអ្វីដែលគាត់ចង់បានដល់ពេលយើងដឹងអ្វីដែលគាត់ចង់បានយើងអាចណែនាំដល់ពេលណែនាំត្រូវហើយគឺបញ្ហាតាក់ទងទិញគាត់អត់មានលទ្ធភាពអីចឹងទៅដល់ពេលគាត់អត់មានលទ្ធភាពយើងចាប់ផ្ដើមសិក្សាគាត់អាចមាន cash flow ទំហំប៉ុណ្ណាគាត់អាចមានលុយដើមទំហំប៉ុណ្ណាអញ្ចឹងគាត់គួរតែបង់ជាមួយបារីឬក៏គាត់គួរតែកម្ចីទៅធនាគារឬក៏ពេលខ្លះទៀតគាត់ថាគាត់ cash flow គាត់ល្អតែលុយក្នុងដៃគាត់តិចទេអញ្ចឹងយើងអាចសុំទៅខាងក្រុមហ៊ុនពជាក្នុងការបង់ថ្មិចដើម្បីឲ្យគាត់បង់ឲ្យបានគ្រប់ deposit លុយដើមហើយយើងសម្រួលអញ្ចឹងណាអាហ្នឹងបានគេហៅថា sale មានន័យថាគោលដៅរបស់យើងគឺឈ្នះទាំង3ភាគីទី1ក្រុមហ៊ុនឈ្នះព្រោះក្រុមហ៊ុនលក់បានទី2អតិថិជនឈ្នះព្រោះអតិថិជនទិញបានអ្វីដែលខ្លួនឯងចង់ទិញទី3យើងឈ្នះដែរព្រោះយើងអាចលក់បានកាលណាយើងលក់បានមានន័យប្រាក់ចំណូលយើងបានហើយព្រោះជាទូទៅ sale ចំណុចខ្លាំងរបស់ sale មិនមែនជាប្រាក់ខែទេតែជា commission ចេញពីការលក់គេហៅថាលុយ commission ណាកន្លែងហ្នឹងជារឿងសំខាន់ហើយចឹងបើយើងអត់ចេះដោះស្រាយបញ្ហាភ្ញៀវយើងលក់អត់ឈ្នះគេទេខ្ញុំនិយាយហ្នឹងគឺខ្ញុំផ្អែកទៅលើបទពិសោធន៍ក្នុងការទិញរបស់ខ្ញុំដែរណាខ្ញុំធ្លាប់ជួប sale មានវិជ្ជាជីវៈដែរមិនអត់ធ្លាប់ទេ sale មានវិជ្ជាជីវៈគឺគាត់ព្យាយាមរកដំណោះស្រាយឲ្យយើងក្នុងការទិញរបស់ហ្នឹងឲ្យបាន
គាត់ជួយសិក្សាយើងហ្មងចង់និយាយថាគាត់យកយើងគាត់ចាត់ទុកយើងដូចបងប្អូនដូចជាមិត្តភក្តិអីដែលមនុស្សសំខាន់ចំពោះគាត់អញ្ចឹងគឺគាត់ចង់ឲ្យយើងចំណេញអញ្ចឹងគាត់ចេះតែខំជួយគិតយើងថាតើយើងត្រូវធ្វើម៉េចក្នុងការទិញរឿងហ្នឹងបានដល់ពេលអញ្ចឹងវាធ្វើឲ្យយើងសប្បាយចិត្តក្នុងការទិញជាមួយគាត់មានទំនុកចិត្តមួយគាត់អញ្ចឹងទៅយើងប្រាប់ពីតម្រូវការរបស់យើងចង់បានអញ្ចឹងគាត់ជួយគិតយើងធ្វើម៉េចដើម្បីឲ្យយើងបានតម្រូវការហ្នឹងឃើញទេអញ្ចឹងគាត់លក់បានអត់មានអីចម្លែកទេតែសែលមួយចំនួនធំហ្មងមិនតិចច្រើនបំផុតលើសពី 95% ដែលខ្ញុំជួបក្នុងសង្គមគឺអត់ចេះរឿងហ្នឹងឯងខ្ញុំធ្លាប់ទៅសួរព័ត៌មានតាក់ទងការលក់ច្រើនមុខប៉ុន្តែខ្ញុំទទួលបានវិញខ្ញុំឃើញទៅ sale គឺអត់ចេះហើយធ្វើឲ្យខ្ញុំឆ្ងល់មួយថាតើក្រុមហ៊ុនភាគច្រើនបាន trend sale ឬក៏អត់បាន sale ភាគច្រើនគឺអត់ចេះ sale អញ្ចឹងដល់អញ្ចឹងធ្វើឲ្យ sale អត់ឈ្នះគេទេដល់អញ្ចឹងហើយបានគេ data គេនិយាយថាចង់និយាយថាទិន្នន័យជាក់ស្ដែងគេនិយាយថា sale នៅក្នុងក្រុមហ៊ុនជាទូទៅ sale ដែលខ្លាំង2នាក់ sale បានចំណូលច្រើនជាង sale ដតៃទៀតបូកបញ្ចូលគ្នាទៀតអានឹងវាជាការពិតព្រោះ sale តែ2នាក់ហ្នឹងគឺគាត់ចេះដោះស្រាយបញ្ហាភ្ញៀវ sale សល់ប្រមាណ 98% ទៀតហ្នឹងគឺគាត់អត់ចេះដោះស្រាយបញ្ហាភ្ញៀវទេដែលហេតុផលហ្នឹងដែលធ្វើឲ្យគាត់ sale អត់បានអញ្ចឹងបានថាកន្លែងហ្នឹងគឺសំខាន់អញ្ចឹងប្រធានបទហ្នឹងសង្ឃឹមថាផ្ដាំផ្ញើទៅដល់បងប្អូនទាំងឡាយណាដែលគាត់ចាប់អាជីពជាអ្នកលក់ត្រូវចាំថាទី1ការស្គាល់ផលិតផលហ្នឹងវារឿងសំខាន់ទេតែវាអត់អាចធ្វើឲ្យអ្នកទាំងអស់លក់ផលិតផលហ្នឹងដាច់ទេការដោះស្រាយបញ្ហារបស់ភ្ញៀវធ្វើម៉េចជួយភ្ញៀវឲ្យទិញអាហ្នឹងបានអាហ្នឹងដែលជារឿងសំខាន់ជាងអាការស្គាល់ទៀតប៉ុន្តែជាទូទៅបើយើងអត់ស្គាល់ផលិតផលយើងច្បាស់មានន័យថាយើង sale លំដាប់គឺចាប់ខ្លាំងមែនតើមកសូម្បីតែវ៉ាន់យើងអត់ស្គាល់ផងណាអានឹងចាប់ខ្លាំងតែបើយើងស្គាល់វ៉ាន់យើងអានឹងយើងគ្រាន់ជាងបន្តិចប៉ុន្តែនៅតែមិនទាន់ sale បានលុះត្រាតែយើងស្គាល់វ៉ាន់យើងហើយយើងអាចដោះស្រាយបញ្ហាជាមួយភ្ញៀវបានទៀតមកនៃបញ្ហារបស់ភ្ញៀវបានអានឹងបានយើង sale បានបាទអញ្ចឹងសង្ឃឹមថាប្រធានបទនឹងជួយជាប្រយោជន៍ក្នុងការគិតគូរបន្ថែមបាទសូមអរគុណហើយក៏សូមទោសដែរបើសិនជាប្រធានបទដែលខ្ញុំនិយាយហ្នឹងប៉ះពាល់ដល់អារម្មណ៍បងប្អូនដែលជាអ្នកលក់មួយចំនួនអាហ្នឹងសូមអធិស្ឋានព្រោះគោលដៅរបស់ខ្ញុំមិនមែនចង់ស្ដីបន្ទោសមិនមែនចង់មាក់ងាយថាទេតែគោលដៅរបស់ខ្ញុំគឺបង្កើតជាប្រធានបទមួយទាក់ទងនឹងចំណេះដឹងដើម្បីយកទៅពិចារណាហើយធ្វើឲ្យមានភាពរីកចម្រើននៅក្នុងអាជីពបាទអរគុណ